Rươngព្រះបាទមធុររាជអ្នកកាន់ព្រះពុទ្ធសាសនាគ្មានវណ្ណៈឡើយព្រះបាទមធុរាជព្រះចៅក្រុងមធុរាបានលើដំណឹងថាព្រះមហាកញ្ចាយណៈជាព្រះអរហន្តគង់នៅក្នុងកន្ធេវ័នចិត្តព្រះមធុរានោះហើយមានព្រះតីជ្រះថ្លាបានចូលទៅគោរពថ្វាយបង្គំគង់នៅក្នុងទីដ៏សមគួរហើយត្រាស់សួរព្រះមហាកញ្ចាយណៈថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនពួកព្រាហ្មណ៍នាំគ្នាអួតសរសើរថាព្រាហ្មណ៍វណ្ណៈជាវណ្ណៈខ្ពស់ជាងវណ្ណៈដទៃជាវណ្ណៈល្អបរិសុទ្ធព្រោះព្រាហ្មណ៍ជាបុត្ររបស់ព្រហ្មកើតអំពីព្រះអស់ព្រហ្មតើលោកម្ចាស់សម្គាល់ដូចម្ដេចទៅវិញព្រះមហាកញ្ចាយណៈថ្វាយព្រះពរថាបបិទ្ធមហារាជវណ្ណៈទាំង4នឹងសម្គាល់ថាវណ្ណៈណាល្អបរិសុទ្ធខ្ពង់ខ្ពស់ជាងវណ្ណៈណាមិនបានឡើយស្រេចតែអំពើរបស់បុគ្គលម្នាក់ដូចជាវណ្ណៈសុទ្ធៈដែលពួកព្រាហ្មណ៍សម្គាល់ថាថោកទាបបើជនសុទ្ធៈនោះបានប្រព្រឹត្តអំពើល្អមានបុណ្យវាសនាមានប្រាជ្ញាចេះគ្រប់គ្រងប្រជាជនជាងពួកព្រាហ្មណ៍ពួកក្សត្រពួកវេស្យៈជាទីស្រឡាញ់នៃប្រជាជនពួកប្រជាជនបានលើកឲ្យធ្វើជាស្ដេចតើជនសុទ្ធៈនោះឈ្មោះថាក្សត្រឬឈ្មោះថាសុទ្ធៈព្រះបាទមធុរារាជតបថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនឈ្មោះថាក្សត្រពួកជនដែលមានវណ្ណៈជាព្រាហ្មណ៍ជាក្សត្រជាវេស្សៈនាំគ្នាគោរពស្ដាប់តាមឱវាទរបស់ក្សត្រនោះព្រះមហាកញ្ចាយណៈសម្ដែងប្រៀបធៀបទៀតថាបបិទ្ធមហារាជបើជនមានវណ្ណៈជាព្រាហ្មណ៍ដែលគេសម្គាល់ថាជាវណ្ណៈល្អបរិសុទ្ធនោះបានប្រព្រឹត្តអាក្រក់លួចទ្រព្យគេតើមហារាជសម្គាល់ព្រាហ្មណ៍នោះថាជាចោរបានឬទេបបិទ្ធលោកម្ចាស់ដ៏ចម្រើនឈ្មោះថាជាចោរពិតប្រាកដសូមថ្វាយព្រះពរចំណែកជនក្នុងវណ្ណៈទី3ទៀតគឺខត្តយៈវេស្សៈនិងសុទ្ធៈបើប្រព្រឹត្តអាក្រក់លួចទ្រព្យគេតើមហារាជឲ្យឈ្មោះថាជនទាំងនោះថាជាចោរបានឬទេបបិទ្ធលោកម្ចាស់ដ៏ចម្រើនឈ្មោះថាជាចោរដូចគ្នាសូមថ្វាយព្រះពរបើជនក្នុងវណ្ណៈទាំង4គឺព្រាហ្មណ៍ខត្តយៈវេស្សៈនិងសុទ្ធៈបានប្រព្រឹត្តអំពើអាក្រក់ដល់ជនទាំងនោះស្លាប់ទៅបានទៅកើតជាសត្វទេរឆានប្រេតអសុរកាយនិងនរកដូចគ្នាឬមិនទៅកើតទេមហារាជទ្រង់យល់ដូចម្ដេចបបិទ្ធលោកម្ចាស់ដ៏ចម្រើនពិតជាទៅកើតក្នុងកំណើតទាំង4នោះក្នុងកំណើតណាមួយដូចគ្នាឥតខុសគ្នាឡើយសូមថ្វាយព្រះពរបើជនក្នុងវណ្ណៈទាំង4បានប្រព្រឹត្តអំពើល្អលុះស្លាប់ទៅតើបានទៅកើតក្នុងសុគតិភពដូចគ្នាឬទេដូចគ្នាលោកម្ចាស់ឥតខុសគ្នាឡើយសូមថ្វាយព្រះពរបើជនក្នុងវណ្ណៈទាំង4បានចេញចាកផ្ទះហើយប្រព្រឹត្តព្រហ្មចរិយធម៌តើជនទាំងនោះឈ្មោះថាសមណៈដូចគ្នាឬទេដូចគ្នាលោកម្ចាស់ឥតខុសគ្នាឡើយខ្ញុំយល់ច្បាស់ហើយថាវណ្ណៈទាំង4គឺវណ្ណៈព្រាហ្មណ៍ខត្តយៈវេស្សៈនិងសុទ្ធៈជាវណ្ណៈស្មើគ្នាខ្ញុំពុំបានឃើញអំពើផ្សេងគ្នាបន្តិចឡើយកាលព្រះបាទមធុរារាជមានព្រះរាជបន្ទូលដូច្នេះហើយទ្រង់បន្លឺព្រះឧទានថាពិរោះណាស់ដោយគេផ្ងារបស់ដែលផ្កាប់ដោយគេបង្ហាញរបស់ដែលកំបាំងពុំនោះដោយគេប្រាប់ផ្លូវដល់អ្នកវង្វេងទិសខ្ញុំព្រះករុណាសូមដល់នៅព្រះមហាកញ្ចាយណៈដ៏ចម្រើនផងនៅព្រះធម៌ផងនៅព្រះសង្ឃផងជាទីពឹងទីរលឹកចាប់ផ្ដើមតាំងអំពីថ្ងៃនេះជាដើមទៅសូមលោកម្ចាស់ជ្រាបនៅខ្ញុំព្រះករុណាថាជាឧបាសកដល់នៅសរណគមស្មើដោយជីវិតព្រះមហាកញ្ចាយណៈតបថាបបិទ្ធមហារាជព្រះអង្គកុំយកអាត្មាជាទីពឹងទីរលឹកឡើយអាត្មាដល់នៅព្រះមានព្រះភ័ក្ត្រជាទីពឹងទីរលឹកសូមព្រះអង្គដល់នៅព្រះមានព្រះភ័ក្ត្រនោះជាទីពឹងទីរលឹកចុះបើលោកម្ចាស់មានថេរដីកាដូច្នេះតើព្រះមានព្រះភ័ក្ត្រអង្គនោះគង់នៅក្នុងទីណាបបិទ្ធមហារាជព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានហើយព្រះបាទមធុររាជទ្រង់មានព្រះបន្ទូលថាបបិទ្ធមហាកញ្ចាយណៈបើប្រសិនជាខ្ញុំឮដំណឹងថា
ព្រះមានព្រះភ័ក្ត្រនោះគង់នៅក្នុងទីប្រមាណ10យោជន៍ក្តី20យោជន៍ក្តី30យោជន៍ក្តីរហូតដល់50យោជន៍រហូតដល់100យោជន៍យើងខ្ញុំក៏បីនឹងទៅដល់ក្នុងទីនោះដើម្បីឃើញព្រះអង្គបបិទ្ធលោកម្ចាស់ដ៏ចម្រើនកាលបើព្រះមានព្រះភ័ក្ត្រប្រនិព្វានហើយយើងខ្ញុំសូមដល់នៅព្រះមានព្រះភ័ក្ត្រដែលទ្រង់ប្រនិព្វានហើយមួយអន្លើដោយព្រះធម៌និងព្រះសង្ឃជាទីពឹងទីរលឹកសូមលោកម្ចាស់ជ្រាបនៅខ្ញុំព្រះករុណាថាសូមលោកម្ចាស់ជ្រាបថាខ្ញុំព្រះករុណាជាឧបាសកដល់នៅសារណគមស្មើដោយជីវិតតាំងអំពីថ្ងៃនេះតទៅ